បាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីស្រឡាញ់បាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនស្ដាប់ដែលអត្ថបទព័ត៌មាននេះមានចំណងជើងថាអ្នកជាប់គុកនៅអ៊ីតាលីដែលលេងសោស្រេះអ្នកទៅសួរសុខទុក្ខចំណេញព្រោះបានបន្ទប់ឯកជនអាចឲ្យអ្នកទោសណាត់ជួបឡើងឋានសួគ៌ដល់ទៅ2ម៉ោងបានចឹងទេតែរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់នៅអត្ថបទព័ត៌មាននេះសូមប្រិមិត្តជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតបាទអញ្ចឹងទេកុំឲ្យខាតពេលវេលាយូរបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅប្រទេសអ៊ីតាលីបានបង្ហាញបន្ទប់រួមភេទដំបូងសម្រាប់អ្នកទោសជាប់គុកបន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការដែលបាននិយាយថាអ្នកជាប់គុកមានសិទ្ធិនៅក្នុងការជួបជុំស្និទ្ធស្នាលជាមួយអ្នកមកសួរសុខទុក្ខបានបាទអ្នកជាប់គុកបានមានសិទ្ធិដោយអ្នកនៅខាងក្រៅដែរបាទកន្លែងទទួលទានអាហារត្រូវបានជ្រើសរើសរៀបចំធ្វើជាបន្ទប់រួមភេទកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងពន្ធនាគារមួយនៃទីក្រុងធីកនីបាទទីក្រុងធីកនីនៅក្នុងតំបន់នៃប្រទេសអ៊ីតាលីបន្ទាប់នេះអនុញ្ញាតឲ្យដៃគូជាមនុស្សស្រីដែលមកសួរសុខទុក្ខអាចចូលទៅរួមភេទជាមួយគ្នាបានជាការពិសោធន៍បែបស្ត្រីបាទស្រាប់ស្រាលបាទជាការពិសោធន៍របស់ស្ត្រីស្រាបស្រាលទទួលបានជោគជ័យខ្លាំងដែលបច្ចុប្បន្នខាងពន្ធនាគារកំពុងរៀបចំផែនការណាត់ជួបបន្ថែមទៀតសម្រាប់អ្នកទោសបាទអាចឲ្យអ្នកទោសមានសិទ្ធិបាទលោកហុកខាវ៉ូឡូអ្នកឃ្លាំមើលសិទ្ធិអ្នកទោសនៃតំបន់នៃប្រទេសអ៊ីតាលីបានប្រាប់ពីភ្នាក់ងារសារព័ត៌មាន ANSA បាទការពិសោធន៍មួយប្រភេទនេះបានដំណើរការយ៉ាងល្អហើយនៅប៉ុន្មានថ្ងៃខាងមុខយើងនឹងដាក់ឲ្យមានការណាត់ជួបរួមភេទបន្ថែមទៀតយើងពិតជាសប្បាយចិត្តព្រោះអ្វីគ្រប់យ៉ាងបានប្រព្រឹត្តទៅដោយរលូនប៉ុន្តែវាចាំបាច់នៅក្នុងការរក្សាភាពជាឯកជនជាអតិបរមាដើម្បីការពារអ្នកពាក់ព័ន្ធផងដែរនៅប្រទេសអ៊ីតាលីប្រិមិត្តបើយោងទៅតាមសាលក្រមកាលពីខែមករាឆ្នាំ2024របស់តុលាការបានចែងថាអ្នកជាប់ទោសពន្ធនាគារគួរតែមានសិទ្ធិនៅក្នុងការណាត់ជួបជិតស្និទ្ធជាមួយនឹងប្តីឬក៏ប្រពន្ធឬក៏ដៃគូរយៈពេលវែងដោយគ្មានអ្នកមកយាមគុកតាមឃ្លាំមើលអ្នកទាំងពីរត្រូវតែមានសិទ្ធិចូលទៅកាន់បន្ទប់ដែលមិនជាប់សោដោយមានក្រែនិងបង្គន់មួយសម្រាប់រយៈពេលរួមភេទរហូតដល់ទៅ2ម៉ោង2ម៉ោងយូរច្រើនបាទកន្លងមកប្រទេសនៅអឺរ៉ុបភាគច្រើនដូចជាបារាំងអាល្លឺម៉ង់អេស្ប៉ាញហូឡង់និងស៊ុយអែតបានអនុវត្តរួចមកហើយកាលពីឆ្នាំមុនសហភាពអ៊ីតាលីក៏បានអនុម័តច្បាប់មួយដើម្បីកែលម្អលក្ខខណ្ឌនៅក្នុងពន្ធនាគារខណៈដែលពួកគេសម្គាល់ឃើញអ្នកទោសជាប់គុកបានធ្វើអត្តឃាតកាន់តែច្រើនបាទអ្នកទោសពន្ធនាគារបានធ្វើអត្តឃាតបាទស្រេះស្មុគស្មាញពេកបានជារូបភាពបាទសូមប្រិមិត្តទស្សនារូបភាពទាំងអស់គ្នាបាទ
បោកខេប្រិមិត្តអត្ថបទព័ត៌មាននេះបាក់ខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះសូមប្រិមិត្តជួយចុច Subscribe ពកក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា